បាទជំរាបសួរប្រិយមិត្តរួមដុំទាំងអស់គ្នាហើយក៏ដូចជាបងប្អូនដែលចូលចិត្តបបកទាំងអស់គ្នាមិនថាដៃចាស់ឬក៏ដៃថ្មីទេថ្ងៃនេះគឺខ្ញុំណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ប្រឡងព្រៃជ្រូកទៀតហើយបងប្អូនពីព្រោះថាប្រឡងព្រៃជ្រូកនេះគឺខ្ញុំមកឲ្យតែអស់ត្រីទេតែអត់ត្រីហូបអស់ត្រីហូបមួយសប្តាហ៍អាចមកម្ដងបាទហ្នឹងហើយឬក៏ពីរដងអញ្ចឹងទៅប៉ុន្តែមានអ្នកខ្លះគាត់ខមមិនឲ្យចង់ឲ្យខ្ញុំជូនមកអញ្ចឹងណាហើយដូច្នេះខ្ញុំតែងតែទម្លាក់ location ផ្ញើជូនទៅកាន់ពួកគាត់ទាំងអស់គ្នាប៉ុន្តែឲ្យខ្ញុំជូនមកគឺខ្ញុំអត់សូវមានពេលវេលាគេហៅថាទំនេរជាន់គ្នាជាមួយនឹងបងប្អូនទេព្រោះពេលខ្លះខ្ញុំទំនេរស្មើណាគឺខ្ញុំមកស្មើនឹងណាបងប្អូនអរគ្នាដូច្នេះអ្វីដែលខ្ញុំចង់ចែកជូនដល់បងប្អូនអរគ្នាគឺទីតាំងបាទហ្នឹងហើយខ្ញុំនឹងផ្ញើទីតាំងទៅកាន់បងប្អូនទាំងអស់គ្នាឲ្យងាយស្រួលទៅរកទេបាទហ្នឹងហើយជិះតាមផ្លូវជាតិហើយចុះជួសគ្រោះក្រហមជិះទៅដល់កន្លែងតែម្ដងហ្នឹងហើយទៅដល់គឺឃើញកន្លែងខ្ញុំលេងហ្នឹងហើយដេញមកម៉ែបងប្អូនឃើញនេះសិតតែគីឡូធ្ងន់ដល់កដល់ហ្មងនេះថ្ងៃនេះពេញហើយបងប្អូនហើយពីប្រឡងនេះ2ដងតែខ្ញុំមកលេងនៅត្នេះបងប្អូនឃើញអូសិតតែគីឡូសិតតែលំដាប់ហើយមើលចឹងមើលក្នុងវីដេអូចឹងរឿងតូចហ្នឹងណាគាត់ថាត្រីសិតតែចូលសិតតែ8 9ខាំសបាយវត្តខ្លាំងមែនទេបងប្អូនអរគ្នាហើយមើលត្រីនៅក្នុងក្រុងរបស់ខ្ញុំនេះសិតតែក្នុងក្រុងហ្នឹងគឺសិតជាត្រីណាប៉ុន្តែខ្ញុំបែងចែកវាជាពីរមួយដាក់ក្នុងស្បែកមួយដាក់ក្នុងក្រុងហើយការចោលរបស់ខ្ញុំថ្ងៃនេះដូចជាលេងទេគឺអត់មែនតែនទេព្រោះដោយសារពេលព្រឹកឡើងខ្ញុំចោលមកប្រាវបានត្រី9 10ជាងហើយតែថ្ងៃឡើងខ្ញុំខ្លាចអស់នុយគឺខ្ញុំឈប់វារហូតដល់ម៉ោង2បានខ្ញុំចោលមួយសារទៀតព្រោះនុយសល់តិចតួចហ្នឹងហើយដូចគ្នានឹងដែរព្រោះខ្ញុំថ្ងៃនេះអស់នុយតាំងពីម៉ោងម៉ោងមិន10ជាងបាទហ្នឹងហើយនៅសល់នុយ6ក្បាលទេទុកលេងនៅពេលថ្ងៃល្ងាចថាដូចនៅក្នុងវីដេអូអញ្ចឹងបងប្អូនទាំងគ្នាត្រីនេះសិតតែចង់កន្លះក្រុងហើយបងប្អូនអើយសិតតែត្រីនេះតែ4 10ក្បាលគឺចង់កន្លះក្រុងបានហើយនេះគឺខ្ញុំលេងលុយសុបនិមិត្តទេបងប្អូនហ្នឹងហើយដោយសារតែលុយដូចបានខ្ញុំបានជម្រាបបងប្អូនអញ្ចឹងគឺទិញមកតិចពេកបាទហ្នឹងហើយក៏ជាលើកដំបូងដែរដែលខ្ញុំមកលេងនុយសុបនិមិត្តបងប្អូននេះហើយនុយនេះគឺបើសិនបើយើងដោះនឹងដៃបងប្អូនចូលដៃយើងដោះគឺអាចនឹងមុតដៃយើងអីចឹងជាដើមហើយបងប្អូនត្រូវតែត្រៀមកាប់អូតូម៉ាទិកអាទូចមួយហើយតែកាប់អូតូម៉ាទិកហ្នឹងមានសារៈសំខាន់ណាស់បើសិនបងប្អូនទាំងអស់គ្នាដឹងវាហើយពេលខ្លះយើងទាញដងយើងខ្លាំងពេកវាជាប់យើងយកទៅកាប់អូតូម៉ាទិកហ្នឹងចាប់វាជាប់មកយើងមូលវាស្រួលទេបាទហ្នឹងហើយអានេះជាកន្លឹះរបស់ខ្ញុំហើយទី2នោះគឺពេលដែលយើងត្រីជាប់ជ្រៅហ្នឹងហើយជាប់ជ្រៅយើងយកតកាប់ហ្នឹងចាប់មាត់ត្រីមកបាទនឹងល្អជាងហើយយើងចាប់ទៅចាប់តពួកទៅទៀតបាទហ្នឹងហើយបងប្អូនមានទៅចាប់តកាប់តពួកហ្នឹងគឺក៏បានដែរតែខ្ញុំយកតកាប់អូតូម៉ាទិកនេះមកដាក់ដោយសារតែវាមានគុណប្រយោជន៍ដល់2យ៉ាងដូចបានជម្រាបបងប្អូនអញ្ចឹងបើសិនតែយើងទាញដងខ្លាំងទៅវាជាប់បងប្អូនណាប្រើដងស៊ូមដង3កណាត់បងយកតកាប់អូតូម៉ាទិកហ្នឹងមកចាប់ដងជាប់ហើយមួលវាមកគឺងាយស្រួលទេគឺឆាប់ដកដងចេញជាងយើងមួលនឹងដៃល្អិលអញ្ចឹងមួលអត់បានទេអ្នកខ្លះគឺអុកវាបាទហ្នឹងហើយអុករហូតចង់បែកដងបែកអីអស់ខូចកវលអស់ហើយដូចនៅក្នុងវីដេអូអញ្ចឹងបងប្អូនយកតកាប់អូតូម៉ាទិកហើយខ្ញុំមានកូនសមួយទៀតកូនសហ្នឹងគឺខ្ញុំដាក់មកគួរហ្នឹងដើម្បីដោះអារែងផ្លែហ្នឹងដូចគ្នាដែរកាលណាយើងចាប់តកាប់អូតូម៉ាទិកហើយយើងរុញវាទៅហើយនេះឃើញត្រីបងប្អូនមកក្តាប់មិនតូចទេបងប្អូនដឹងហើយត្រីធំណាយើងអាចនិយាយថាបានត្រីធំណាព្រោះត្រីសម័យបច្ចុប្បន្ននេះគឺអត់សូវមានធំហើយនេះគេទុកថាធំហើយបងប្អូនសម្រាប់ខ្ញុំគឺគីឡូត្រីស្រែបាទគេហៅថាគីឡូត្រីស្រែហើយយើងចិត្តដល់ទលេទោះបីត្រីទលេពេលខ្លះក៏អត់មានតូចដែរបាទហ្នឹងហើយតូចជាងនឹងក៏មានដែរទលេយើងហ្នឹងពីកន្លែងពីក្រុងបងប្អូនខ្ញុំដាក់នេះគឺដាក់ពីក្រុងដែរហ្នឹងហើយអរគុណណាស់សម្រាប់បងប្អូនទាំងតាមដានទស្សនាហើយកុំភ្លេចចុច Subscribe ហើយបើសិនបងប្អូនចង់បានប្រឡងបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនឹងផ្ញើទីតាំងឲ្យបងប្អូនអរគ្នាងាយស្រួលទៅរកហ្នឹងហើយដោយមិនចាំបាច់សួរទេអត់មានបាតណាគេនាំទេខណៈបងប្អូនទំនេរបងប្អូនទៅខាងព្រៃជ្រូកបើសិនបងប្អូនអ្នកនៅម្ដុំសៀមរាបនៅកន្លាញ់អីអូរត់តែចិត្តខ្លាំងមែនទេណាបងប្អូនហ្នឹងហើយបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ